សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកលេងហ្គេមវគ្គ keyboard ម្ដងទៀតហើយខ្ញុំក៏បានចូលមកទាន់ event របស់គេផងដែរដូច្នេះឥឡូវនេះយើងមកហាត់ដើម្បីយក level ទៅ rebirth ឲ្យបានខ្ពស់និងឡើង level កាន់តែលឿនឥឡូវនេះគឺយើង level 100ជាងប៉ុន្តែគឺយើងឡើង level លឿនខ្លាំងមែនតើបាទឥឡូវនេះគឺយើង level 148 149 150បាត់ទៅហើយលឿនខ្លាំងមែនតើគឺឡើងសឹងតែ2វិនាទីឡើងមួយបាត់ទៅហើយឥឡូវនេះចាំមកជួបខ្ញុំនៅពេលដែលខ្ញុំបាន level 160ហើយខ្ញុំនឹង rebirth តែម្ដងហើយឥឡូវនេះគឺយើង level 163បាត់ទៅហើយយើងក៏បានចុច rebirth ហើយឥឡូវនេះគេត្រូវការ rebirth level 150ឥឡូវយើង138 139ចិត្តគ្រប់ហើយគឺចិត្តគ្រប់មែនតើហើយឥឡូវនេះគឺយើងឡើងលើខ្លាំងមែនតើ148 149 150ដូច្នេះយើងក៏បានចុច rebirth តែម្ដងហើយគេត្រូវការ level 175ឥឡូវនេះគឺយើង level 100វិញទៀតបាត់ទៅហើយឥឡូវនេះគេត្រូវការ rebirth level 175ដូច្នេះចាំមកជួបខ្ញុំនៅពេលដែលខ្ញុំបាន level 160ហើយឥឡូវនេះខ្ញុំ level 168ហើយខ្ញុំក៏បានទៅមើលកន្លែងនេះថាគេលក់អ្វីតាមពិតគេយក Summer Coin មកទិញនៅកន្លែងនេះសោះហើយអ្នកទាំងអស់គ្នាជប់ឆ្ងល់ទៀតទៅព្រោះគេយក Summer Coin មកទិញនៅកន្លែងនេះអ្នកដែលឆ្ងល់ថា Summer Coin គេយកធ្វើអ្វីតាមពិតគេយកមកលក់នៅកន្លែងនេះនៅពេលដែលយើងទិញអាហ្នឹងហើយយើងចូលមកកន្លែង item នេះយើងដាក់វាចូលទៅវាធ្វើឲ្យយើងឡើង level លឿនជាងមុនហើយកន្លែងតែនិយាយឥឡូវនេះគឺ level របស់យើងគឺ170បាត់ទៅហើយឥឡូវនេះយើងក៏បានហាត់បន្តទៀតទៅហើយខ្ញុំក៏បានឃើញគេ restock អីវ៉ាន់ខ្ញុំក៏បានមកមើលថាគេលក់អ្វីនេះគឺគេលក់អានេះគឺថ្លៃខ្លាំងមែនតើហើយខ្ញុំក៏បានទិញហើយផងដែរគឺវាបូក 100% speed ដូច្នេះខ្ញុំក៏បានដាក់វាចូលតែម្ដងទៅដាក់វាចូលហើយធ្វើឲ្យភាគរយរបស់យើងឡើងទៅដល់បូក 205% speed ដូច្នេះវាធ្វើឲ្យយើងឡើងលឿនជាងមុនកាន់តែលឿនទៅហើយ level របស់យើងក៏ចិត្តគ្រប់ rebirth ផងដែរគឺ level របស់យើងគឺ173ហើយកន្លែងនេះខ្ញុំទើបតែលេងដំបូងគឺខ្ញុំស្មានតែភីសានេះរើសបានដូច្នេះខ្ញុំក៏បានរត់ទៅជន់វាប៉ុន្តែរើសមិនបានទេខ្ញុំក៏បានមកហាត់វិញម្ដងទៀតហើយឥឡូវនេះ level យើងក៏បានឡើង174បាត់ទៅហើយគឺខ្វះតែមួយ level ទៀតទេប៉ុន្តែគឺ level របស់យើងឡើងលឿនណាស់នៅពេលនេះខ្វះតែបន្តិចទៀតទេគឺ level 175ហើយនៅពេលនេះគឺគ្រប់ហើយយើងក៏បានចុច rebirth តែម្ដងហើយគ្រាន់តែ rebirth ភ្លាមយើងរត់ទៅគឺឡើង level លឿនខ្លាំងមែនតើគឺឡើងរហូតទៅដល់100ជាងបាត់ទៅហើយអ្នកទាំងអស់គ្នាចាំជួបខ្ញុំនៅពេលដែលខ្ញុំបាន level 170ជាងហើយឥឡូវនេះយើងក៏បាន level 176ហើយឥឡូវគឺយើងឡើងបានមួយ level បន្ថែមទៀតហើយកន្លែងនេះខ្ញុំក៏បានឃើញ item របស់គេបាន restock ផងដែរគឺគេបានលក់អានោះតម្លៃមួយ B ពៀននេះគឺតម្លៃថ្លៃខ្លាំងមែនតើគឺមួយ B ពៀនហើយបូក150 speed ប៉ុន្តែខ្ញុំមិនមានពៀនដល់ច្រើនដល់ថ្នាក់នោះទេហើយបន្ទាប់មកយើងក៏បានទិញអា 25k នេះចំនួន2តែម្ដងទៅព្រោះវាបូក5 speed ហើយយើងយកវាទៅបូកចូលគ្នាគឺធ្វើឲ្យឡើងលឿនជាងមុនផងដែរហើយយើងបូកវាបញ្ចូលគ្នាទៅធ្វើឲ្យវាឡើងខ្លាំងជាងមុនគឺដំបូងបូកតែ5តែប៉ុណ្ណោះឥឡូវនេះគឺឡើងរហូតទៅដល់បូក 14%ហើយយើងក៏បានចុចដាក់វាចូលតែម្ដងទៅគឺឥឡូវនេះគឺធ្វើឲ្យយើងឡើងបានរហូតទៅដល់ 209% speed ហើយចំណែក level របស់យើងគឺ level 183បាត់ទៅហើយគោលដៅរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងយក level 200ឲ្យបានប៉ុន្តែមិនដឹងថាតាន់ឬក៏អត់ទេព្រោះនាទីរបស់វាគឺចិត្តចប់ផងដែរគឺនៅសល់តែ2នាទី30វិទៀតតែប៉ុណ្ណោះគឺនឹងអស់បាត់ទៅហើយប៉ុន្តែគឺខ្ញុំមិនទាន់ដឹងថាខ្ញុំដល់ level 200ឬក៏អត់នោះទេប៉ុន្តែឥឡូវនេះគឺ level របស់យើងគឺនឹងចិត្ត190បាត់ទៅហើយខ្ញុំគិតថានឹងដល់ level 200បើតាមខ្ញុំគិតប៉ុន្តែខ្ញុំមិនដឹងថាវានឹងបាន200ឬក៏អត់នោះទេព្រោះនៅសល់តែ2នាទី10វិទៀតតែប៉ុណ្ណោះគឺនឹងអស់គុណ 3000 ទៅហើយឥឡូវនេះខ្ញុំសូមកាត់ទៅកន្លែងដែលមានអ្វីប្លែកៗមកឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងទៅខ្ញុំមិនទាន់និយាយចប់ផងក៏មានយើងចេញខ្លាចជាមន់ផងដែរខ្ញុំមានសំណួរទៅហ្គេមនេះមួយថាតើម្ចាស់ហ្គេមនេះគឺស្រឡាញ់មន់ឬក៏ចោលចិត្តហូបមន់ទើបដាក់មន់ឲ្យយើងលេងថាយើងឡើង level លឿនខ្លាំងមែនទែនគឺឡើងម្ដង200B ឥឡូវ level យើង192ហើយវាកំពុងតែឡើងស៊ឺតបន្ថែមទៀតហើយឥឡូវនេះគឺមិនដឹងធ្វើអ្វីទៀតនោះទេព្រោះមិនទាន់ដឹងថាមានចេញអ្វីមកទៀតនោះទេហើយ level យើងក៏កាន់តែបានច្រើនទៅហើយនាទីគឺកាន់តែស្រកទៅផងដែរហើយឥឡូវគឺគ្មានអ្វីនោះទេមានតែមើលខ្ញុំនៅពេលដែលខ្ញុំឡើង level តែម្ដងទៅហើយឥឡូវនេះគឺ level 194បាត់ទៅហើយចំណែក admin win គុណនឹង2ក៏បានអស់នាទីផងដែរដូច្នេះ admin XP គុណនឹង3000ក៏ជិតអស់ផងដែរខ្ញុំក៏បានកាត់មកដល់ level 195បាត់ទៅហើយប៉ុន្តែនាទីរបស់វាក៏បានអស់ផងដែរហើយវាក៏បានដាក់គុណនឹង3មកវិញគឺដកគុណ 3000ដាក់គុណនឹង3ហើយធ្វើឲ្យការឡើងរបស់យើងយឺតជាងមុន
ដូរពី 200B មក 200M វិញហើយវាក៏លុតសារប្រាប់យើងផងដែរថាថ្ងៃសៅរ៍ម៉ោង 1គឺមានការអាប់ដេតតែយើងមិនទាន់ដល់ថ្ងៃសៅរ៍ទេដូច្នេះយើងមកមើលកន្លែងលក់អីវ៉ាន់នេះវិញហើយចំណែកឯ level 200របស់យើងគឺមិនបាននោះទេបានត្រឹមតែ195ប៉ុណ្ណោះហើយកន្លែងនេះខ្ញុំឆ្ងល់មិនបានតាក់តាមពិតគឺវាដកឲ្យយើងខ្លាចជាមនុស្សធម្មតាវិញហើយនឹងធ្វើឲ្យបាត់ event នោះវិញដូច្នេះឥឡូវនេះយើង teleport ទៅ world ទី 2 តែម្ដងទៅហើយឥឡូវនេះយើងក៏បានមកដល់ world ទី 2 ផងដែរហើយក៏មាន product រត់គុណនឹង120ផងដែរដូច្នេះធ្វើឲ្យយើងឡើងមកដល់ 167M ដូច្នេះខ្ញុំនឹងចាំមើលថាយើងនឹងទទួលបាន level 200 ឬក៏អត់តែខ្ញុំគិតថាมันបាន level 200នោះទេព្រោះវាឡើងយឺតខ្លាំងណាស់ដូច្នេះខ្ញុំក៏បានទៅរត់នៅ world ទី 2 សាកមើលតែឥឡូវនេះយើងងាប់បាត់ហើយព្រោះយើងលេងថ្មីពេកប៉ុន្តែយើងទៅម្ដងទៀតទៅយើងនឹងខ្វល់ហក់មួយទៀតទៅហើយយើងហក់ទៅចាំអានេះបិទហើយវាបើកវិញចាំយើងរត់ទៅរត់ដល់ទៅនេះហើយយើងយកពៀនទៅខ្លាចយើងរត់ទៅនោះអត់ដល់យកពៀនហើយឥឡូវយើងហក់មួយទៀតហក់ទៀតរត់ទៅប្រយឥឡូវយកពៀនទៀតគឺឡើងពៀនរបស់យើងឡើងច្រើនហើយមែនតើហើយធ្វើឲ្យយើងបាន 3M ពៀនតែម្ដងនៅពេលបាន 3M ពៀនក៏ដូរប៊ីជឿផងដែរហើយប៊ីជឿមួយទៀតគឺត្រូវការ 15M ពៀនហើយយើងក៏បានរត់ទៅម្ដងទៀតហក់មួយទៀតហើយបើករត់ទៅហើយឥឡូវយើងយកពៀន 400k មួយទៀតទៅហើយនៅពេលយកពៀនហើយយើងរត់ទៅម្ដងទៀតយើងហក់មួយទៀតទៅហក់ហើយយើងហក់មួយទៀតយកពៀនកន្លែងនេះគឺយើងបានលឿនជាងកន្លែងនោះព្រោះកន្លែងនេះគឺវានៅចិត្តជាងហក់មួយហើយយើងហក់មួយទៀតយកពៀនប៉ុន្តែកន្លែងនេះគឺខ្ញុំមិនបានយកពៀននោះទេគឺខ្ញុំទៅយកពៀនកន្លែងនេះវិញប៉ុន្តែធ្វើឲ្យយើងងាប់បាត់ទៅហើយយើងហក់ម្ដងទៀតហើយយកពៀនរត់ទៅនេះគឺយើងចំណេញជាងហក់មួយប៊ីសងាប់ហក់មួយទៀតយកពៀនហើយខ្ញុំធ្វើបែបនេះតតែខ្ញុំបាន 8M ពៀនទើបខ្ញុំនឹងទិញកន្ទុយថ្មីទិញអាត្រៀលនេះគឺធ្វើឲ្យយើងរត់ឡើងលឿនជាងមុនផងដែរឥឡូវយើងហក់មួយទៀតយកពៀនបាន 7M ហើយតែ2ដងទៀតគប់ហើយហក់មួយទៀតយកពៀនហើយទៅមកឥឡូវយើងទៅទៀតហក់មួយទៀតយកពៀនឥឡូវគ្រប់ 8M ហើយយើងក៏ដាក់ហាត់ទៅនេះហើយយើងក៏បានទិញកន្ទុយថ្មីគឺតម្លៃ 5M ហើយធ្វើឲ្យការរត់ឡើងរបស់យើងគឺឡើងម្ដង 3B ហើយនៅខាងក្រៅគឺឡើងម្ដង 30M ឥឡូវនេះយើងដាក់ឡើងហាត់ម្ដងទៀតយើងហាត់ថាចង់ដឹងថាបាន level ខ្ពស់ឬក៏អត់ប៉ុន្តែគឺមិនឡើង level នោះទេគឺឡើងយឺតខ្លាំងណាស់ដូច្នេះខ្ញុំក៏ដឹងក្នុងចិត្តថាគឺមិនឡើងដល់ level 200នោះទេហើយខ្ញុំក៏បានមកហក់ទៀតហើយទៅប្រយទៅហើយចាំអានេះបើយើងរត់ទៅដល់ហើយឥឡូវយើងសាកតេស្តអានេះសិនថាយើងនឹងទៅដល់ឬក៏អត់ប៉ុន្តែខ្ញុំគិតថាមិនដល់នោះទេព្រោះយើងទៅហក់ដំបូងឥឡូវនេះយើងរត់ចេះរត់បត់ទៀតមកដល់ហើយគឺយើងស្លាប់បាត់ទៅហើយព្រោះយើងមិនចេះហក់ពាក់ហ្នឹងហើយទៅម្ដងទៀតតែយើងទៅម្ដងទៀតគឺយើងយកពៀនកន្លែងនេះធ្វើឲ្យយើងឡើងពៀនលឿនជាងមុនឥឡូវយើងហក់មួយទៀតហើយយកពៀនទៀតហើយយើងទៅហក់មួយទៀតយើងហក់មួយយកពៀនទៀតហើយយើងទៅហក់ទៀតហក់មួយទៀតហើយយើងយកពៀនទៀតឥឡូវយើងធ្វើការហក់មួយទៀតហើយយើងយកពៀនទៀតប៉ុន្តែការឡើងល្បឿនរបស់យើងក៏បានឡើងខ្ពស់ជាងមុនផងដែរគឺឡើងរហូតដល់ 66M ហើយយើងហក់ទៅនៅពេលដែលយើងបានគ្រប់ 15M ពៀនគឺនឹងធ្វើឲ្យការឡើងរបស់យើងគឺលឿនជាងមុនផងដែរព្រោះយើងអាចដូរប៊ីជើងបានដូច្នេះធ្វើឲ្យយើងឡើងលឿនជាងមុនប៉ុន្តែឥឡូវនេះគឺយើងបាន 7M ហើយយើងយកទៀត 7M កន្លះយកមួយទៀត 8M ហើយយើងទៅយកទៀតទៅយករហូតតតែបាន 15M ប៉ុន្តែឥឡូវនេះយើងងាប់បាត់ទៅហើយខ្ញុំក៏បានមកឆែកតម្លៃកន្ទុយនេះគឺកន្ទុយមួយទៀតគឺត្រូវការ 50M ពៀនប៉ុន្តែយើងមិនទាន់មាននោះទេឥឡូវយើងហក់យកពៀនមួយទៀតឥឡូវពៀនរបស់យើងគឺបាន 8M កន្លះហើយយើងក៏បានហក់យកពៀនទៀតបាន 9M ហើយយើងក៏បានទៅហក់ទៀតរហូតដល់បានពៀនច្រើនបានពៀនរហូតដល់ 15M ពៀនឥឡូវនេះគឺយើងបាន 10M ពៀនហើយយើងទៅហក់ទៀតដើម្បីយកពៀនយើងខ្លាយបានពៀនម្ដងទៀត 10M កន្លះទៅទៀតហក់មួយទៀត 11M ហើយយើងក៏ទៅទៀតហក់មួយទៀត 11M កន្លះហើយយើងហ
ហក់មួយទៀតហក់មួយបាន 12m ហើយយើងក៏ហក់ទៅបាន 12m កន្លះហើយយើងក៏ចុចហក់មួយទៀត 13m ហើយយើងក៏ហក់ទៅខ្វះតែ4ដងទៀតទេគឺយើងនឹងបាន 15m ហើយឥឡូវនេះគឺយើង 13m កន្លះ 14m ហើយក៏បានហក់ទៅទៀតដើម្បីយក 14m កន្លះឥឡូវបាន 14m កន្លះហើយខ្វះតែម្ដងទៀតទេគឺបាន 15m ហើយគឺឥឡូវនេះ 15m បាត់ទៅហើយ 15m បើជើងរបស់យើងមិនទាន់ដូរទេព្រោះយើងគ្រប់តែម្ដងគឺមិនទាន់លើសកន្ទុយដូច្នេះយើងយកតែម្ដងទៀតគឺឡើងបានខ្ពស់ជាងមុនឡើងដល់ 167m ដំបូងតែ 66m តែប៉ុណ្ណោះឥឡូវយើងរត់លើម៉ាស៊ីននេះឡើងម្ដង 23ប៉ុន្តែធ្វើឲ្យការឡើងរបស់យើងនៅតែយឺតដដែលដូច្នេះខ្ញុំសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្្នេះ